Bởi tam ca tam đanរបស់ខ្ញុំនេះដូចជាលើកទី4ហើយដែលអ្នកជំនាញនិងអ្នកវិភាគថៃចេញមកលើកឡើងក្នុងន័យប្រហាក់ប្រហែលគ្នាគឺអំពាវនាវឲ្យថ្នាក់ដឹកនាំថៃជាពិសេសគឺអនុទានហើយនិងស៊ីហាស័កពិចារណាទទួលស្គាល់ផែនទីដែលមានការទទួលស្គាល់នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីឲ្យការដោះស្រាយបញ្ហាព្រំដែនអាចបញ្ចប់ទៅបានឆាប់រហ័សអត្ថបទវិភាគរបស់លោកសុរឆាតបំរុងសុខអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខរបស់ថៃលើកនេះក៏ត្រូវបានសម្ដេចតេជោហ៊ុនសែនយកមកផ្សព្វផ្សាយសារជាថ្មីម្ដងទៀតក្នុងគោលបំណងឲ្យប្រជាជនកម្ពុជាហើយនិងថៃបានអាននិងពិចារណាដោយខ្លួនឯងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកជំនាញថៃរូបនេះក៏បានលើកឡើងថាការបន្តយកផែនទីខ្នាត1លើ50ពាន់មិនអាចคล้ายទៅជាមូលដ្ឋានសម្រាប់ការតស៊ូតាមផ្លូវច្បាប់អន្តរជាតិបានឡើយហើយលោកក៏បានអះអាងទៀតថាមន្ត្រីនៃក្រសួងការបរទេសថៃក៏ដូចជាអ្នកពាក់ព័ន្ធគឺសុទ្ធតែបានដឹងថាផែនទីដែលត្រូវយកទៅប្រើនៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិគឺជាផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិមិនមែនជាផែនទីយោធាដែលមានការកំណត់មិនឲ្យប្រើសម្រាប់ការកំណត់ខ្សែព្រំដែននោះទេអ្វីដែលសំខាន់គឺការលើកឡើងទាំងអស់នេះមិនមែនចេញពីភាគីកម្ពុជាយើងទេប៉ុន្តែវាគឺជាការលើកឡើងជាការបញ្ចេញមតិជាការរិះគន់ពីសំណាក់អ្នកវិភាគថៃខ្លួនឯងចំពោះរដ្ឋាភិបាលរបស់ខ្លួនលោកសុរឆាតក៏បានគម្រាមផងដែរថាក្នុងករណីដែលថៃនៅតែបន្តប្រកាន់ជំហរបែបនេះមិនស្របទៅនឹងស្តង់ដារអន្តរជាតិនោះថៃអាចនឹងបាត់បង់ប្រៀបនៅលើវេទិកាអន្តរជាតិហើយការដោះស្រាយជម្លោះក៏នឹងកាន់តែអូសបន្លាយលោកក៏បានបង្ហាញការព្រួយបារម្ភថាការយកនយោបាយក្នុងស្រុកមកដឹកនាំការដោះស្រាយបញ្ហាអន្តរជាតិគឺអាចនាំឲ្យមានកំហុសឆ្គងជាបន្តបន្ទាប់ទៅទៀតហើយក្នុងអត្ថបទរបស់លោកសុរឆាតនេះក៏មានការលើកឡើងដោយប្រៀបធៀបពាក្យដូចជាស្វាដោះសំណាញ់ដែលក្នុងន័យនេះគឺការដែលកាន់តែដោះកាន់តែរំកាន់តែពិបាករកច្រកចេញអ្វីដែលសំខាន់ជាងគេគឺអ្នកវិភាគរូបនេះក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំថៃស្ដាប់មតិរបស់អ្នកជំនាញនិងហ៊ានទទួលយកការពិតដែលស្របតាមគោលការណ៍ច្បាប់អន្តរជាតិព្រោះគោលដៅពិតប្រាកដគឺការដោះស្រាយបញ្ហាដោយសន្តិវិធីនោះគឺការពឹងផ្អែកទៅលើឯកសារនិងផែនទីដែលមានការទទួលស្គាល់ក្នុងក្របខ័ណ្ឌអន្តរជាតិហើយនេះគឺជាផ្លូវតែមួយដែលអាចនាំទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាពនិងតម្លាភាពសម្រាប់ខ្ញុំគិតថាត្រង់ចំណុចនេះការដែលមានការលើកឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកវិភាគថៃរដ្ឋាភិបាលថៃគួរណាស់តែលើកយកមកពិចារណាតាមពិតទៅមិនថាតែភាគីណាទេនៅក្នុងការដោះស្រាយវិវាទព្រំដែនគឺគួរតែផ្អែកទៅលើច្បាប់អន្តរជាតិអង្គហេតុហើយនឹងភ័ស្តុតាងផ្សេងដែលអាចទទួលយកបានមិនមែនឲ្យចំនួនអូសបន្លាយដោយសារតែការមិនឯកភាពគ្នាទៅលើមូលដ្ឋានច្បាប់នោះទេតាមពិតទៅថៃវាគួរតែដល់ពេលដែលត្រូវចូលខ្លួនមកដោះស្រាយចរចាដើម្បីបញ្ចប់ទៅលើការដោះស្រាយវិវាទព្រំដែននឹងហើយសម្រាប់កម្ពុជាយើងនិយាយដដែលថាស្វាគមន៍ឲ្យមានការចរចាឲ្យមានការដោះស្រាយបញ្ហាដោយសន្តិវិធីតែវាណាស់តែថៃទេវានៅរឹងក្បាលអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរថាប្រជាជនថៃដែលនៅតាមព្រំដែនជាច្រើនកំពុងតែមានបញ្ហាដោយសារតែបញ្ហាចំនួនព្រំដែននេះប៉ុន្តែអត់មានដំណោះស្រាយពីរដ្ឋាភិបាលថៃទេហើយខ្ញុំគិតថាយើងទាំងអស់គ្នាជាមនុស្សដូចតែគ្នាទេអញ្ចឹងអ្នកណាក៏ត្រូវការសុខសន្តិភាពអ្នកណាក៏ត្រូវការទីកន្លែងមួយរស់នៅដោយអត់មានចំនួនដែរអញ្ចឹងថៃហើយជាពិសេសគឺរដ្ឋាភិបាលថៃអនុទាននេះឯងគួរតែល្មមដល់ពេលគិតគូរពីប្រជាជនខ្លះហើយ